បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទវីដេអូនេះគឺវីដេអូបញ្យល់ពាក្យពិបាកអញ្ចឹងពាក្យទី1គឺពាក្យនិរាកនិរាកថ្នាក់ពាក្យវិជ្ជនាមពាក្យទី2គឺពាក្យទ្វេពុណភាពទ្វេពុន្ធភាពតែដល់ពេលយើងអានលឿនយើងអានថាទ្វេពុណភាពអញ្ចឹងថ្នាក់ពាក្យវិជ្ជនាមដូចគ្នាបាទអញ្ចឹងចង់ដឹងថាតើពាក្យបញ្យល់ពាក្យទាំងពីរនេះវាមានន័យយ៉ាងណានោះសូមមើលការបង្ហាញខាងក្រោមទាំងអស់គ្នាបាទតើចាប់ផ្ដើមបាទអញ្ចឹងទី1គឺពាក្យថានិរាកនិរាកយើងអានថានិរាកថ្នាក់ពាក្យវិជ្ជនាមការរំលាយបាទការរំលាយអធិស្ឋានអានថានិរាកការរំលាយការបដិសេធចោលមោខកម្មបាទណាមោខកម្មការលុបចោលលែងឲ្យប្រើបទបញ្ញត្តិចាស់ដោយមានបទបញ្ញត្តិថ្មីមកជំនួសបាទអញ្ចឹងនិរាកគឺមានន័យប៉ុណ្ណឹងបាទតោះអញ្ចឹងបន្តមកទៀតពាក្យទី2គឺពាក្យថាទ្វេពុណភាពបាទនេះទ្វេពុណភាពទ្វេពុន្ធភាពបាទអញ្ចឹងយើងអានថាទ្វេពុន្ធភាពនាមភាពនៃបុគ្គលម្នាក់ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មិនទាន់ពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផងហើយរៀបអាពាហ៍ពិពាហ៍ថ្មីទៀតភាពមានប្រពន្ធ2ឬប្តី2បាទអញ្ចឹងកាលណាទ្វេពុណភាពហ្នឹងគឺសំដៅទៅលើបុគ្គលដែលគាត់មិនទាន់លែងលះដាច់ផងហើយគាត់ទៅរៀបការថ្មីទៀតហ្នឹងអាហ្នឹងគេហៅថាទ្វេពុណភាពទ្វេពុន្ធភាពបាទអញ្ចឹងវីដេអូបញ្យល់ពាក្យពិបាក2ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាវីដេអូមេរៀនបញ្យល់ពាក្យនេះហើយបើមានការខ្វះខាតឬលើសលប់យ៉ាងណាសូមខន្តីអភ័យទោសហើយបើគិតថាវីដេអូនេះមានសារៈសំខាន់សូមកុំភ្លេចជួយចុចជាវឬ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ